ជំរាបសួរបងប្អូននេះជាលើកទី2ហើយដែលខ្ញុំបានមកដល់វត្តប្រជោតនារាមហៅវត្តអាសត់ហើយការលើកមុនខ្ញុំបានមកផ្តិតរូបភាពសំខាន់ជាច្រើនដែលវត្តនេះបានកសាងឡើងហើយលើកនេះខ្ញុំក៏មកផ្តិតរូបភាពបន្ថែមនៅសមិទ្ធផលថ្មីដែលវត្តកំពុងតែសាងសង់បាទបងប្អូនវត្តនេះគឺជាវត្តដែលលើសពីវត្តធម្មតាព្រោះថាវត្តនេះគឺជាគោលដៅទេសចរផ្នែកវិស័យសាសនាតែម្ដងបាទដើម្បីឲ្យដឹងថាវត្តនេះបានអភិវឌ្ឍដល់កម្រិតណានោះតោះបងប្អូនទៅទស្សនាទាំងអស់គ្នាជំរាបជូនបងប្អូនថ្ងៃនេះខ្ញុំលើកយកអត្ថន័យអំពីវត្តអារាមទូទៅនៅក្នុងប្រទេសយើងមកចែករំលែកជូនបងប្អូនវត្តអារាមគឺជាទីកន្លែងដ៏ស័ក្តិសិទ្ធិនិងមានសារៈសំខាន់បំផុតនៅក្នុងសង្គមខ្មែរវាមិនត្រឹមតែជាកន្លែងសម្រាប់ប្រតិបត្តិសាសនានោះទេប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌អប់រំនិងសិលធម៌សម្រាប់ពុទ្ធបរិស័ទគ្រប់រូបវត្តអារាមមានតួនាទីយ៉ាងទូលំទូលាយដូចជាផ្នែកសាសនាជាកន្លែងសម្រាប់ពុទ្ធបរិស័ទសន្សំកុសលរក្សាសិលនិងស្ដាប់ព្រះធម៌ដើម្បីអប់រំចិត្តផ្នែកអប់រំកាលពីសម័យដើមវត្តគឺជាសាលារៀនតែមួយគត់សម្រាប់កូនខ្មែររៀនអក្សរនិងលេខនិពន្ធបច្ចុប្បន្នវត្តនៅតែជាកន្លែងបណ្ដុះបណ្ដាលសិលធម៌និងវិជ្ជាជីវៈខ្លះៗផ្នែកវប្បធម៌ជាកន្លែងថែរក្សានូវសិល្បៈស្ថាបត្យកម្មគំនូរបុរាណនិងទំនៀមទម្លាប់ប្រពៃណីជាតិផ្នែកសង្គមគិច្ចវត្តអារាមជួយទំនុកបម្រុងដល់សិស្សានុសិស្សក្រីក្រដែលមកពីចម្ងាយឲ្យមានទីជម្រកសម្រាប់ការសិក្សាហើយជំរាបសួរបងប្អូននេះគឺជាបរិវេណវត្តអាសត់ដែលហៅថាវត្តប្រជោតនារាមហើយនៅខាងក្រោយខ្នងខ្ញុំនេះគឺជារូបព្រះអង្គប្រសូតបងប្អូនខ្ញុំទើបមិនឃើញដែរបងប្អូនកាលខ្ញុំមកជើងមុនអត់ទាន់បានឃើញប្រហែលជាគេសង់ថ្មីហើយយើងអត់បានឃើញការវីដេអូមុនណាបងប្អូនបាទបងប្អូននេះគឺជាសមិទ្ធផលថ្មីដែលកំពុងសាងសង់អំពីបរិយាកាសនិងសិលធម៌នៅក្នុងវត្តនៅពេលយើងចូលទៅក្នុងវត្តអារាមយើងតែងតែមានអារម្មណ៍ថាភាពស្ងប់ស្ងាត់បរិយាកាសខាងក្នុងវត្តពោរពេញទៅដោយដើមឈើធំនិងភាពត្រជាក់ត្រជុំការគោរពអ្នកដែលចូលវត្តត្រូវដោះមួកដោះស្បែកជើងនិងស្លៀកពាក់ឲ្យបានសមរម្យមិនខើចលើឬខើចក្រោមដើម្បីបង្ហាញការគោរពដល់ទីសក្ការៈសរុបមកវត្តអារាមគឺជាព្រលឹងនៃសហគមន៍ខ្មែរទោះបីជាសម័យកាលផ្លាស់ប្ដូរទៅមុខយ៉ាងណាក៏ដោយក៏វត្តអារាមនៅតែជាបង្អែកផ្លូវចិត្តដ៏រឹងមាំសម្រាប់ប្រជាជនខ្មែរគ្រប់រូបពិតណាស់នៅក្នុងវត្តអារាមខ្មែរយើងតែងតែមានពិធីបុណ្យតាមប្រពៃណីនិងសាសនាជាច្រើនដែលប្រារព្ធឡើងទៅតាមពេលវេលាខុសៗគ្នាខាងក្រោមនេះគឺជាបុណ្យសំខាន់មួយចំនួននិងអត្ថន័យរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រារព្ធឡើងនៅពាក់កណ្ដាលខែមេសាខែចែករយៈពេល3ថ្ងៃអត្ថន័យគឺជាការបញ្ចប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប្រជាជនទៅវត្តដើម្បីសូត្រធម៌បង្សុកូលឧទ្ទិសកុសលជូនបុព្វការីជននិងលេងល្បែងប្រជាប្រិយផ្សេងវាជាការរឹតចំណងសាមគ្គីភាពនិងការជួបជុំគ្រួសារបុណ្យពិសាខបូជាប្រារព្ធឡើងនៅថ្ងៃទី15កើតខែពិសាខអត្ថន័យជាបុណ្យដ៏ធំនៅក្នុងព្រះពុទ្ធសាសនាដើម្បីរំលឹកដល់ព្រឹត្តិការណ៍អស្ចារ្យ3របស់ព្រះពុទ្ធគឺថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃចូលបរិនិព្វានដែលត្រូវនឹងថ្ងៃ15កើតដូចគ្នាគេច្រើនដឹងពិធីហែបតសិនជុំវិញព្រះវិហារនិងអុជទៀនធូបបូជាបុណ្យភ្ជុំបិណ្ឌប្រារព្ធឡើងនៅថ្ងៃទី1រោចដល់ថ្ងៃទី15រោចខែភទ្របទសរុប15ថ្ងៃអត្ថន័យគឺជាពិធីបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅជាពិសេសញាតិសន្តានដែលកំពុងសោយទុក្ខក្នុងទុគតិភពគឺឋានប្រេតអំពីការបោះបាយបិណ្ឌនៅវេលាទៀបភ្លឺនិងការវិច្ចង្ហាន់ប្រគេនព្រះសង្ឃដើម្បីបញ្ជូនកុសលផលបុណ្យកឋិនទានប្រារព្ធឡើងចាប់ពីថ្ងៃទី1រោចខែអាសត់ដល់ថ្ងៃទី15កើតខែកត្តិកក្នុងរយៈពេល29ថ្ងៃបន្ទាប់ពីចេញវស្សាអត្ថន័យនៃបុណ្យជាបុណ្យដែលមានការកំណត់ច្បាស់លាស់ក្នុងមួយឆ្នាំវត្តនីមួយអាចទទួលអង្គកឋិនទានបានតែម្ដងគត់គោលបំណងគឺការប្រគេនស្បង់ជីវរថ្មីដល់ព្រះសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាសបុណ្យមាឃបូជាប្រារព្ធឡើងនៅថ្ងៃទី15កើតខែមាឃអត្ថន័យគឺរំលឹកដល់ការជួបជុំគ្នាជាប្រវត្តិសាស្ត្រនៃព្រះអរហន្ត1250អង្គដែលមកជួបព្រះពុទ្ធដោយមិនបានណាត់ទុកជាមុនជាថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារគឺការកំណត់ថ្ងៃសោយទីបង្គត់ផងដែរបុណ្យចូលវស្សានិងបុណ្យចេញវស្សា
ចូលវស្សាខែអាសាឍព្រះសង្ឃត្រូវគង់នៅវត្តជាប់រយៈពេល3ខែមិនអាចនិមន្តទៅណាដាច់យប់បានទេដើម្បីរក្សាធម៌វិន័យនិងជៀសវាងការដើរជន់ដំណាំរបស់អ្នកស្រុកក្នុងរដូវភ្លៀងចេញវស្សាគឺក្នុងខែអាសត់ជាថ្ងៃបញ្ចប់ការចាំវស្សាដែលអនុញ្ញាតឲ្យព្រះសង្ឃអាចនិមន្តទៅទីកន្លែងផ្សេងៗបានចំណាំក្រៅពីបុណ្យធំទាំងនេះនៅមានបុណ្យផ្សេងទៀតតាមទំនៀមទម្លាប់ស្រុកភូមិដូចជាបុណ្យដាលៀនគឺបុណ្យក្រោយប្រមូលផលស្រូវបុណ្យឆ្លងសមិទ្ធផលថ្មីក្នុងវត្តនិងបុណ្យសុំទឹកភ្លៀងជាដើម